អាយដាមវត្តចម្រើនរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាតំណាងដល់ខ្ពង់ខ្ពស់របស់អាយដាមបណ្ឌិតសភាចាហងជួនរ៉ុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡានិងជាប្រធានខេមរៈសហព័ន្ធតៃក្វាន់ដូនិងអាយដាមគឹមឆាងយ៉ុងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការប្រកួត The One Hope International Open Taekwondo Championship ឆ្នាំ2026នៅសាលតៃក្វាន់ដូក្នុងពហុកីឡដ្ឋានជាតិអូឡ িম্প ិកដែលមានការអញ្ជើញចូលរួមពីសំណាក់លោកប្រធាននាយកដ្ឋានក្រុមអាវ៉ាតអគ្គនាយកដ្ឋានកីឡាព្រមទាំងប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីសូមបញ្ជាក់ផងដែរថាការប្រកួតនេះមានប្រទេសចូលរួមចំនួន6រួមមានប្រទេសមីយ៉ាន់ម៉ាសិង្ហបុរីវៀតណាមម៉ាឡេស៊ីកូរ៉េខាងត្បូងនិងកម្ពុជាក្នុងនោះដែរមានប្រតិភូកីឡាករកីឡាការិនីសរុបចំនួន560នាក់ស្រី248នាក់ព្រឹត្តិការណ៍ The One Hope International Open Taekwondo Championship ឆ្នាំ2026គឺជាការប្រកួតអន្តរក្លឹបកីឡាតៃក្វាន់ដូ WT នៃប្រទេសក្នុងតំបន់អាស៊ីដែលរៀបចំឡើងក្នុងគោលបំណងដើម្បីទំនាក់ទំនងគ្នាទៅវិញទៅមកឲ្យបានល្អប្រសើរនិងដកស្រង់បទពិសោធន៍បច្ចេកទេសពីគ្នាទៅវិញទៅមក